Ok, so đây nhà đọc này là ngày video này không fly vì video rồi đầu máu đời xa tại miền bông pro này có số thà bôngនៅក្នុងភាសាឥណ្ឌូនេស៊ីមានវេយ្យាករណ៍ដែរឬទេណានៅក្នុងភាសាឥណ្ឌូនេស៊ីក៏មានវេយ្យាករណ៍ដូចទៅនឹងភាសាដទៃដែរជាពិសេសហ្នឹងគឺភាសាឥណ្ឌូនេស៊ីនេះគឺមានវេយ្យាករណ៍ដូចទៅនឹងភាសាខ្មែររបស់យើងអញ្ចឹងបើសិនបើយើងយល់ភាសាខ្មែរវេយ្យាករណ៍ភាសាខ្មែរច្បាស់ណាស់យើងងាយស្រួលនៅក្នុងការយល់នៅវេយ្យាករណ៍ភាសាឥណ្ឌូនេស៊ីចឹងឥឡូវយើងមកមើលទាំងអស់គ្នាណា subject ហ្នឹងគឺស្មើទៅនឹងសព្វនាមធានហើយអក្សរ P ហ្នឹងគឺជា predicant ដែលស្មើទៅនឹងកិរិយាសព្ទហើយ O ហ្នឹងគឺជា object ដែលស្មើទៅនឹងកម្មបទហើយអក្សរ K នេះវាស្មើទៅនឹងកតញ្ញ័នដែលវាស្មើទៅនឹងព័ត៌មានបន្ថែមឬក៏គេហៅថាកាលអាកាសនៅក្នុងភាសាខ្មែរណាហើយយើងមកមើលទម្រង់របស់វាណាខ្ញុំដាក់លើកមកហ្នឹងគឺមាន4ទម្រង់ណាយើងមកមើលទម្រង់វាខាងក្រោមនេះទម្រង់ទី1ហ្នឹងគឺវាមានសព្វនាមបូកជាមួយនឹងកិរិយាសព្ទណាបងប្អូនអញ្ចឹងយើងមកមើលឧទាហរណ៍ខាងក្រោមនេះបងប្អូនណាអញ្ចឹងយើងមកមើលនេះសាយាបករិយាអញ្ចឹងសាយាហ្នឹងគឺវាស្មើទៅនឹងសព្វនាមប្រធានណាហើយបករិយាហ្នឹងវាស្មើទៅនឹងកិរិយាសព្ទអញ្ចឹងសាយាបករិយាហ្នឹងគឺបកប្រែមកវិញខ្ញុំធ្វើការអញ្ចឹងយើងមកមើលឧទាហរណ៍បន្ទាប់ទៀតគឺ dia tidur ណា dia tidur ហ្នឹងដែលមានន័យថាគាត់ដេកណាអូខេអញ្ចឹងបន្តមកទៀតយើងមកមើលទម្រង់ទី2ម្ដងណាទម្រង់ទី2ហ្នឹងគឺសព្វនាមបូកជាមួយនឹងកិរិយាសព្ទបូកជាមួយនឹងកម្មបទណាអញ្ចឹងយើងមកមើលឧទាហរណ៍របស់វាសាយា membaca buku ណាbuku ហ្នឹងគឺជាកម្មបទណាហើយនៅក្នុង clear មួយហ្នឹងយើងអាចប្រែបានថាខ្ញុំអានសៀវភៅឥឡូវយើងមកមើលឧទាហរណ៍ទី2 dia membeli mobil ណាដែលមានន័យថាគាត់ទិញឡានណាអញ្ចឹងយើងមកមើលទម្រង់ទី3ទម្រង់ទី3វាខុសគ្នាពីទម្រង់ទី2បន្តិចគឺកន្លែង object ហ្នឹងគឺយើងបដូរមកជាកតញ្ញ័នម្ដងណាដែលយើងអាចហៅជាភាសាខ្មែរគឺកាលអាកាសណាអញ្ចឹងយើងមកមើលណាឧទាហរណ៍របស់វា saya bekerja di kantor ណាទី kantor ហ្នឹងគឺជាកាលអាកាសរបស់វាហើយណាជាទីកន្លែង saya bekerja di kantor អញ្ចឹងយើងអាចបកប្រែជាខ្មែរថាខ្ញុំធ្វើការនៅការិយាល័យណាអញ្ចឹងយើងមកមើលឧទាហរណ៍ទី2 mereka tinggal di Phnom Penh អញ្ចឹងមានន័យថាពួកគេរស់នៅភ្នំពេញណាឥឡូវយើងមកមើលទម្រង់ទី4ម្ដងទម្រង់ទី4ហ្នឹងគឺសព្វនាមបូកជាមួយកិរិយាសព្ទបូកជាមួយនឹងកម្មបទបូកជាមួយនឹងកាលអាកាសណាអញ្ចឹងយើងមកមើលឧទាហរណ៍ខាងក្រោម saya membeli komputer di Phnom Penh ណាអញ្ចឹងដែលមានន័យថាខ្ញុំទិញកុំព្យូទ័រនៅភ្នំពេញណាសម្រាប់វីដេអូនេះគឺយើងរៀនតែ4ទម្រង់ហ្នឹងទេប្រសិនបើបងប្អូនចង់ដឹងពីវេយ្យាករណ៍បន្ថែមទៀតខ្ញុំនឹងធ្វើវីដេអូបង្ហាញទៀតណានឹងឲ្យសូមអរគុណ